ខ្ញុំចាំបានតែខ្ញុំទៅត្រេននៅហុងកុងកាលឆ្នាំ2018ជាមួយអាហ្នឹងសៀចេញពីអ្នកវិទ្យាសាស្ត្រដែល Google បាទជាជនជាតិអាមេរិកគាត់ថាបើសិនជាកូនគាត់ញៀនវិញញៀនស្ករហើយនឹងញៀនបារីគាត់សឹកចិត្តឲ្យកូនគាត់ហ្នឹងញៀនបារីហេតុអ្វីបើសិនជាយើងគិតវិញយើងគិតថាយើងរើសយកញៀនស្ករហើយមែនទេចុះមិនបានគាត់គិតថាស្ករអាក្រក់ជាងបារីចឹងនៅក្នុងស្ករដែលយើងហូបចូលទៅរាល់ថ្ងៃយើងគិតថាយើងអត់ញៀនស្ករមែនទេតែសឡមួយណាដែលយើងអត់ស្ករទឹកត្រីមួយណាទឹកស៊ីអ៊ីវមួយណាដែលយើងអត់មានដាក់ស្ករមែនទេភាគច្រើនគឺយើងដាក់ស្ករមិនមែនថាមិនឲ្យយើងញ៉ាំស្ករទេហើយយើងញ៉ាំនៅក្នុងកណ្ដិតយល់មែនទេគឺយើងនៅតែប្រើប្រាស់ចឹងតែណានិយាយអំពីស្ករគឺយើងនិយាយអំពីខ្លាញ់កាលណាយើងហូបស្ករចូលទៅកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃចេះស្ករនៅក្នុងរាងកាយរបស់យើងធ្វើមិនដល់ពេលយើងដាក់ស្ករចូលទៅរហូតនៅពេលដែលវាប្រើប្រាស់មិនអស់វានឹងបំលែងវានឹង convert stock ទៅជាខ្លាញ់ដើម្បីយើងទៅប្រើប្រាស់ថ្ងៃក្រោយទៅពេលដែលរាងកាយរបស់យើងត្រូវការថាមពលហើយយើងអត់បានដាក់អាហារចូលជានៅពេលយើងចាក់ស្ករចូលទៅមាត់របស់យើងរាល់ថ្ងៃហើយរាងកាយរបស់យើងប្រើមិនអស់ហើយវា convert ទៅជាខ្លាញ់ជារៀងរាល់ថ្ងៃបង្កឲ្យគេស្ទះសរសៃឈាមបេះដូងស្ទះសរសៃឈាមពោះក្បាលដោយសារខ្លាញ់ដែល convert ទៅហ្នឹងវាទៅ stock ចូលទៅក្នុងរន្ធសរសៃឈាមឬក៏រុំនៅក្នុងសរសៃឈាមឬក៏មួយចំណុចទៀតបញ្ហាមួយទៀតគឺខ្លាញ់ញុកចូលទៅក្នុងថ្លើមតែម្ដងដោយសារការ convert នៃរាងកាយរបស់យើង convert ស្ករទៅជាខ្លាញ់ហ្នឹងឯងចឹងជំងឺដាច់សរសៃឈាមខួរក្បាលដាច់សរសៃឈាមបេះដូងពុកម៉ែបងប្អូនមើលឃើញទេនេះបើតាមដែលខ្ញុំបានស្វែងយល់ WHO ព្យាករណាអានេះខ្ញុំនិយាយនៅក្នុងកម្មវិធីសិក្ខាសាលាហើយខ្ញុំចែកលេខមករៀងរាល់33វិនាទីស្លាប់ម្នាក់ដោយសារជំងឺដាច់សរសៃឈាមបេះដូងឬក៏ stroke ហ្នឹងឯងស្លាប់ម្នាក់រៀងរាល់33នាទីក្នុង1នាទីស្លាប់ប្រហែលក្នុង1ម៉ោងស្លាប់ប្រហែល24ម៉ោងក្នុងមួយថ្ងៃមួយយប់តើស្លាប់ប្រហែលគេអ្នកមើលទៅគឺមិនមែនជារឿងធម្មតាអញ្ចឹងហើយបានអ្នកវិទ្យាសាស្ត្រគាត់និយាយថាបើសិនជាកូនគាត់ញៀនស្ករហើយនឹងញៀនបារីគាត់សុខចិត្តឲ្យញៀនបារីវិញទាំងពីរដែរតែយើងគិតថាបារីមិនល្អហ្នឹងយើងច្បាស់ណាស់នឹងរើសយកស្ករហ្នឹងហើយអញ្ចឹងស្ករគឺជាខ្លាញ់គឺជាស្ករតើយើងធ្វើម៉េចកុំឲ្យមានស្ករកុំឲ្យមានខ្លាញ់តើយើងធ្វើម៉េចបើយើងយល់ទោះតែយើងយល់ហើយយើងចេះប្រើប្រាស់របបអាហារឲ្យបានត្រឹមត្រូវដូចគ្នាផងដែរហ្នឹងហើយអញ្ចឹងរបបអាហារមុនខ្ញុំបាននិយាយហើយខ្ញុំនឹងសង្កត់បន្ថែមពាក់ព័ន្ធជាមួយនឹងចំណែកខាងនៅវីដេអូក្រោយបាទថ្ងៃនេះក៏អរគុណជួបគ្នានៅវីដេអូក្រោយ